សម្ព័ន្ធមិត្តអឺរ៉ុបកំពុងប្រាប់ទៅដល់អ្នកការទូតអាមេរិកជាសាធារណៈនិងជាឯកជនថារុស្ស៊ីកំពុងជួយដោយផ្ទាល់និងជាសម្ភារៈដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់អ៊ីរ៉ង់គឺច្រើនជាងអ្វីដែលសហរដ្ឋអាមេរិកដឹងនិងទទួលស្គាល់ជាសាធារណៈទៅទៀតនេះបើយោងតាមប្រភពព័ត៌មានបានប្រាប់ទូរទស្សន៍ CBS News បណ្ដាប្រទេសនៅអឺរ៉ុបក៏កំពុងអះអាងបន្តផងដែរថាសង្គ្រាមនៅអ៊ុយក្រែនដែលជាសង្គ្រាមដីគោកដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2ត្រូវបានភ្ជាប់ជាមួយនឹងសង្គ្រាមនៅអ៊ីរ៉ង់ដោយសារតែកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងអ៊ីរ៉ង់មន្ត្រីចក្រភពអង់គ្លេសម្នាក់បានប្រាប់ទូរទស្សន៍ CBS News ថាកិច្ចសហប្រតិបត្តិការការពារជាតិរុស្ស៊ីអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់អ៊ីរ៉ង់ឥឡូវនេះត្រូវបានគេមើលឃើញថាកំពុងតែត្រូវបានយកមកវាយប្រហារនៅតំបន់មជ្ឈិមបូព៌ាចក្រភពអង់គ្លេសបានវិតម្លៃថាអ៊ីរ៉ង់មិនត្រឹមតែបានផ្ទេរយន្តហោះគ្មានមនុស្សបើកប្រភេទ Shahid ទៅទីក្រុងមូស្គូសម្រាប់ប្រើប្រាស់នៅសមរភូមិនៅអ៊ុយក្រែនតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្ទេរចំណេះដឹងសម្រាប់ឲ្យទៅរុស្ស៊ីផលិតផងដែរហើយបានជួយកែលម្អ drone នេះឲ្យកាន់តែមានប្រសិទ្ធភាពហើយឥឡូវនេះគឺបញ្ជូនមកឲ្យខាងអ៊ីរ៉ង់វិញប៉ុន្តែចក្រភពអង់គ្លេសក៏ថាគាត់មិនទាន់អាចផ្ទៀងផ្ទាត់បានទេថាតើរុស្ស៊ីពិតជាបានផ្ទេរ drone ដោយតែសេចក្តីរាយការណ៍នោះមកឲ្យអ៊ីរ៉ង់វិញដើម្បីប្រើប្រាស់នៅក្នុងសង្គ្រាមទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកឬយ៉ាងណានោះទេរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Noël Barrot បានពណ៌នាជាសាធារណៈអំពីទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់ថាជាកិច្ចសហប្រតិបត្តិការទ្វេភាគីលោក Barrot បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាមានហេតុផលដែលត្រូវជឿថារុស្ស៊ីឥឡូវនេះកំពុងគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងយោធារបស់អ៊ីរ៉ង់ដែលហាក់ដូចជាសម្ដៅជាពិសេសទៅលើគោលដៅរបស់សហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍នេះប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាប្រទេសរបស់លោកមានភស្តុតាងដែលមិនអាចប្រកែកបានដែលថារុស្ស៊ីកំពុងផ្ដល់សញ្ញាស៊ើបការសម្ងាត់និងសមត្ថភាពស៊ើបការសម្ងាត់អេເລັກត្រូនិកដល់របបអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍លោកក៏បាននិយាយផងដែរថារបាយការណ៍ស៊ើបការសម្ងាត់បង្ហាញថាទីតាំងយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រត្រូវបានថតដោយផ្កាយរណបរុស្ស៊ីដើម្បីឲ្យអ៊ីរ៉ង់យកទៅប្រើប្រាស់លោកបានថ្លែងនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាផ្កាយរណបរបស់រុស្ស៊ីបានចាប់យករូបភាពនៃទីតាំងយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅលើកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌាអាកាសយានដ្ឋានអន្តរជាតិគុយវ៉ាតមូលដ្ឋានទ័ពអាកាសរបស់ព្រះអង្គម្ចាស់ស៊ុលតង់នៅអារ៉ាប៊ីសាអូឌីតនិងទីតាំងនៅក្នុងប្រទេសទួរគីនិងកាតានៅប្រទេសបារាំងបន្ទាប់ពីកិច្ចប្រជុំ G7 កាលពីថ្ងៃសុក្ររដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានថ្លែងបន្ធូរបន្ថយអំពីកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់និងរុស្ស៊ីដោយលោកបានបញ្ជាក់ថាគ្មានអ្វីដែលរុស្ស៊ីកំពុងធ្វើសម្រាប់អ៊ីរ៉ង់ដែលរារាំងឬប៉ះពាល់ដល់ប្រតិបត្តិការរបស់យើងឬប្រសិទ្ធភាពរបស់វាតាមមធ្យោបាយណាមួយឡើយបាទនេះគឺការបញ្ជាក់របស់លោក Marco Rubio ប្រាប់ទៅដល់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍លោក Zelensky បានទៅទស្សនាប្រទេសបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប់រួមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរុស្ស៊ីលោកបានផ្ដល់ជូនប្រទេសអារ៉ាប់រួមនៅបច្ចេកវិទ្យាប្រឆាំងយន្តហោះគ្មានមនុស្សបើកបាទតែមួយគត់ដែលប្រើប្រាស់ដោយអ៊ុយក្រែនសម្រាប់គោលបំណងការពារខណៈដែលបណ្ដារដ្ឋនៅក្នុងតំបន់ឈូងសមុទ្រដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានទ័ពអាមេរិកនោះបានក្លាយជាគោលដៅវាយប្រហារថ្មីទៀតរបស់អ៊ីរ៉ង់ប្រពន្ធជាច្រើនរួមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលបានដឹងអំពីរឿងនេះបានប្រាប់ទូរទស្សន៍ CBS News កាលពីដើមខែមីនាថារុស្ស៊ីកំពុងផ្ដល់ព័ត៌មានស៊ើបការសម្ងាត់ដល់អ៊ីរ៉ង់ទាក់ទងនឹងទីតាំងរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារុស្ស៊ីកំពុងផ្ដល់ការគ្រប់គ្រងផ្នែកព័ត៌មានស៊ើបការសម្ងាត់ដល់អ៊ីរ៉ង់ដើម្បីសម្លាប់ជនជាតិអាមេរិកាំងលោកស្រី Kaja Kallas បានប្រាប់មេដឹកនាំក្រុមប្រទេស G7 ថាខាងអឺរ៉ុបមើលឃើញថារុស្ស៊ីកំពុងជួយអ៊ីរ៉ង់ដោយផ្ដល់ព័ត៌មានស៊ើបការសម្ងាត់ដើម្បីកំណត់គោលដៅលើទាហានរបស់អាមេរិកនិងសម្រាប់ទាហានរបស់អាមេរិកហើយរុស្ស៊ីក៏កំពុងគ្រប់គ្រងអ៊ីរ៉ង់ឥឡូវនេះដោយប្រើយន្តហោះគ្មានមនុស្សបើកដើម្បីអាចឲ្យពួកគេវាយប្រហារប្រទេសជិតខាងនិងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកផងដែរ
ហើយកាលពីថ្ងៃប្រហោះគឺរដ្ឋមន្ត្រីក្រសួងការពិជាតិរបស់ចក្រភពអង់គ្លេសលោក John Healey បានប្រាប់ទូរទស្សន៍ BBC News ដែលជាដៃគូរបស់ទូរទស្សន៍ CBS News ថាលោកមើលឃើញដៃលាក់កំបាំងរបស់លោកពូទីននៅពីក្រោយកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់អ៊ីរ៉ង់នៅពេលដែលសួរអំពីរបាយការណ៍របស់រុស្ស៊ីថាបានចែករំលែកព័ត៌មានសិបការសម្ងាត់ជាមួយនឹងអ៊ីរ៉ង់គឺរដ្ឋមន្ត្រីការពិជាតិរបស់សហរដ្ឋអាមេរិកលោក Pete Hegseth បានប្រាប់កម្មវិធី60 minutes ថាប្រធានាធិបតីត្រាំបានដឹងយ៉ាងច្បាស់ថាអ្នកណាកំពុងតែនិយាយជាមួយនឹងអ្នកណាហើយបាននិយាយថាអ្វីដែលមិនគួរកើតឡើងកំពុងត្រូវបានប្រឈមនិងកំពុងតែដោះស្រាយយ៉ាងខ្លាំងក្លាទីភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញជាសាធារណៈនៅខែមីនានេះថាមានកិច្ចសហប្រតិបត្តិការខ្លះៗក្នុងចំណោមប្រទេសចិនរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើងដែលជំរុញដោយគោលដៅរួមនៃការធ្វើឲ្យមានតុល្យភាពនៃកិច្ចខិតខំប្រឹងប្រែងនិងសកម្មភាពរបស់សហរដ្ឋអាមេរិកប៉ុន្តែបានរកឃើញថាវានៅខ្វះខាតការរៀបចំឲ្យត្រឹមត្រូវនៅផលប្រយោជន៍របស់ពួកគេការវិតម្លៃការគម្រាមកំហែងនៅទូទាំងពិភពលោកដោយនាយកស៊ើបការសម្ងាត់ជាតិរបស់សហរដ្ឋអាមេរិកបានសន្និដ្ឋានថាប្រទេសទាំង4នេះបានចែករំលែកនៅការព្រួយបារម្ភដូចគ្នាអំពីការប្រឈមមុខដោយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិកគឺបានន័យថាពួកគេមិនហ៊ានប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិកទល់មុខនោះទេគឺហ៊ានជួយជាអត្តកម្បាំងពីក្រោយខ្នងតែប៉ុណ្ណោះទន្ទឹមនឹងនេះមានតម្រូវការខ្ពស់ក្នុងចំណោមអ៊ីស្រាអែលសម្ព័ន្ធមិត្តឈូងសមុទ្រនិងអ៊ុយក្រែនដើម្បីទិញឧបករណ៍ស្ទាក់ចាប់មីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិកដើម្បីបាញ់ទម្លាក់មីស៊ីលដែលហោះចូលមកក្នុងទឹកដីរបស់ពួកគេលោក Rubio បានអះអាងថាការលក់និងការបែងចែកប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនមិនត្រូវបានប៉ះពាល់ជាអវិជ្ជមានដោយតម្រូវការសម្រាប់ប្រព័ន្ធស្ទាក់ចាប់នៅមជ្ឈិមបូព៌ានោះទេលោកបានមានប្រសាសន៍ថាយន្តការរបស់អង្គការ NATO ក្នុងការទិញអាវុធទាំងនោះមិនត្រូវបានប៉ះពាល់ទេប៉ុន្តែលោកបានទទួលស្គាល់ថាសហរដ្ឋអាមេរិកអាចនឹងបដូរទិសដៅអាវុធនាពេលអនាគតលោក Rubio បានបញ្ជាក់ថាប្រសិនបើយើងត្រូវការអ្វីមួយសម្រាប់សហរដ្ឋអាមេរិកហើយវាជារបស់អាមេរិកស្រាប់ទៅហើយនោះយើងនឹងរក្សាវាទុកសម្រាប់អាមេរិកប្រើជាមុនសិនប៉ុន្តែគិតមកត្រឹមពេលនេះគឺរឿងនោះនៅមិនទាន់បានកើតមានឡើងនៅឡើយទេ